រីថ្ងៃអាទិត្យចុងសប្តាហ៍អត់បានទៅដល់លេងណាទេដោយសារអត់លុយចឹងមានតែយៈហ្នឹងបបួលខ្ញុំទៅអាំងមន់នៅក្រោយផ្ទះនិយាយរួមចាប់ផ្ដើមអាំងមន់ហ្នឹងគាត់ធ្វើមន់ធ្វើអីចឹងណាមន់ហ្នឹងសុំក្មួយទេហើយខ្ញុំចាប់ផ្ដើមរៀបចក្រានបកាត់ភ្លើងក្មួយគេជួយយកឥដ្ឋយកអីចឹងទៅនិយាយរួមអត់បានទៅណាចឹងយើងនៅញ៉ាំអីនៅក្រោយផ្ទះទៅហើយមន់ហ្នឹងសុំក្មួយទៅទិញតាទាមួយអស់17000ទេពេលខ្លះយើងនៅជាមួយគ្នាមុននឹងយើងបានជួបគ្នាអញ្ចឹងវាជានិស្ស័យអញ្ចឹងបើយើងបាននៅមួយគ្នាហើយយើងគួរតែណាស់តែបង្កើតភាពរីករាយនិងធ្វើល្អជាមួយគ្នាបានច្រើនពេលដែលអាំងមន់ឆ្អិនហើយមន់នឹងឡើងឈ្ងុយឡើងតំណងហើយក្មួយខ្ញុំហើយបងថ្លៃបងថ្លៃខ្ញុំមកជុំគ្នាហូបបាយនៅក្រោយទាំងអស់គ្នាដោយសារខែនេះគាត់រៀងតនេដែរអញ្ចឹងបានហូបបាយជុំគ្នានិយាយរួមបើបានជុំគ្នាអញ្ចឹងគឺក្មួយខ្ញុំនឹងគាត់សប្បាយចិត្តណាស់ទាំងកូនខ្ញុំទាំងអីនឹងសប្បាយចិត្តហើយឡើងដល់ខ្ញុំភ្លក់ហើយនិយាយរួមខ្ញុំចូលចិត្តតែគ្រឿងក្នុងមាន់ទេភ្លក់អានេះក្តៅឡើងចង់ឲ្យលាកមាត់មាន់ទាបានអស់ហើយយកស្លាប់មាន់នឹងមកអាំងបន្ថែមហើយកូននឹងក្មួយខ្ញុំនឹងគេលេងសប្បាយដល់កលេងហើយកូនខ្ញុំនឹងកាត់ស្អីទៅគេឈោបផ្លឹកគេលេងនឹងហៅឈ្មោះអ៊ំរហូតបាយបាយ